សួស្តីបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញរបៀបក្នុងការបង្កើត Gmail ក្នុងឆ្នាំ2025បងប្អូនមួយចំនួនគឺបង្កើតអត់បានប៉ុន្តែថ្ងៃនេះគឺខ្ញុំមាន tip មួយចំនួនដែលបងប្អូនអាចសាកធ្វើតាមខ្ញុំគឺធានាថាបងប្អូនអាចបង្កើត Gmail ដល់ខ្លួនឯងបានបញ្ជាក់ Gmail គឺបងប្អូនអាចយកទៅធ្វើការប្រើជាមួយ Facebook ឬក៏ sign in នៅក្នុង website ផ្សេងៗបានទៀតជាងវីដេអូនេះគឺខ្ញុំសូមបង្ហាញ tip តែម្ដងទៅដើម្បីបងប្អូនបង្កើតបានជិះបងប្អូនចូល Google Chrome មកគឺបងប្អូនវាដូចខ្ញុំថា google.com អូខេមកដល់កន្លែងនេះគឺបងប្អូនយកពាក្យថា Google អូខេមកដល់កន្លែងនេះបងប្អូនរងចាំវាបន្តិចគឺបងប្អូនចុចនៅកន្លែងតាមខ្ញុំមកកន្លែង tray ហ្នឹងហើយបងប្អូនរងចាំវាបន្តិចគឺអ៊ីនធឺណិតវានឹងដើរអញ្ចឹងបងប្អូនចុចនៅកន្លែង logo profile ជាងមកនេះគឺសម្រាប់បងប្អូនដែលគាត់មាន Gmail រួចហើយតែបើសិនជាអត់មាន Gmail គឺអត់បញ្ហាដែរអញ្ចឹងកន្លែងនេះខ្ញុំយកជាមួយនឹង add account ថ្មីអញ្ចឹងកន្លែងនេះវាមាន2 option ចែកបងប្អូនទៀតហើយដែលបងប្អូនអាចធ្វើការបង្កើតបានទី1វាសួរយើងថាយើងចង់ប្រើជាមួយនឹងការ sign in Gmail អាចាស់របស់យើងអត់ទី2ឬក៏បងប្អូនចូលបង្កើតថ្មីកន្លែងនេះគឺខ្ញុំយកជាមួយនឹងការបង្កើតថ្មីអញ្ចឹងគឺបានន័យថាខ្ញុំចុចនៅកន្លែងទី2ដែលបង្កើតថ្មីមកកន្លែងនេះគឺបងប្អូនអាចធ្វើការដាក់ជាមួយនឹងគោលនាមនិងនាមចឹងបងប្អូនដាក់ពិតមកមិនដាក់คล้ายៗទេឧទាហរណ៍ថាខ្ញុំដាក់ជាមួយនឹងឧទាហរណ៍ទេគឺខ្ញុំដាក់ P នាម PL WY ហើយគោលនាមគឺតកូលគឺខ្ញុំដាក់ LUY ចឹងឧទាហរណ៍ចែកបងប្អូនចឹងកន្លែងនេះបងប្អូនចុចបន្ទាប់ទៀតមកម្ដងទៀតគឺវាមានថ្ងៃខែឆ្នាំកំណើតគឺឲ្យបងប្អូនធ្វើការវាយបញ្ចូលអញ្ចឹងបងប្អូនដាក់ឲ្យត្រូវជាមួយនឹងអត្តសញ្ញាណប័ណ្ណបងប្អូនមកហើយកន្លែងនេះគឺខ្ញុំសូមធ្វើការបង្ហាញទេអញ្ចឹងឧទាហរណ៍ថាខ្ញុំរើសជាមួយនឹងខែ10អូខេហើយខ្ញុំដាក់ថាថ្ងៃឲ្យចាស់ទៅ790ជាងអូខេអញ្ចឹងសម្រាប់ភេទគឺបងប្អូនស្រីគឺបងប្អូនយកស្រីបងប្អូនប្រុសជួបបងប្អូនប្រុសមកចឹងបងប្អូនចុចបន្ទាប់ទៀតមកគឺបានប៉ុណ្ណឹងហើយថ្ងៃខែឆ្នាំកំណើតគឺបងប្អូនចុច Apple Q នឹងក្រោមមកដល់កន្លែងនេះវាក្រុមហ៊ុន Gmail បាន suggest ឲ្យយើងមាន2 option ឲ្យយើងជ្រើសរើសតែវាយើងអត់ចង់បានទេគឺយើងយកអាបង្កើត original របស់ខ្លួនឯងមានថាយើងព្យាយាមនៅបង្កើតអ្វីដែលយើងបានស្រឡាញ់ឧទាហរណ៍ថាបងប្អូនស្រឡាញ់ជាមួយនឹងលេខដែលក្រុមហ៊ុន Gmail អត់ suggest ឲ្យគឺបងប្អូនបង្កើតថ្មីឧទាហរណ៍ថាបងប្អូនវាថានេះយើងបង្កើតថ្មីដោយខ្លួនឯងចឹងកន្លែងនេះឧទាហរណ៍ថាយើងយកពីគោលនាម last name មាញ់ឧទាហរណ៍ខ្ញុំដាក់លុយ PAWY មកហើយខ្ញុំស្រឡាញ់លេខការ៉េដូច្នេះគឺខ្ញុំវាបញ្ចូលជាមួយនឹងលេខការ៉េតែម្ដងទៅដើម្បីឲ្យឧទាហរណ៍ថាកន្លែងនេះបងប្អូនស្រឡាញ់ជាមួយនឹងការ៉េប្រមាណឬក៏បងប្អូនស្រឡាញ់ជាលេខអ្វីគឺបងប្អូនអាចធ្វើការដាក់ @gmail.com បានប៉ុន្តែកន្លែងនេះបើសិនជាបងប្អូនដាក់ខ្លីប៉ុណ្ណេះមានតែ Gmail ហ្នឹងគឺគេធ្លាប់បង្កើតរួចហើយបងប្អូនសាកមើលគឺបងប្អូនដាក់ទៅប៉ុណ្ណេះគឺបងប្អូនសាកមើលថា Gmail ដែលឈ្មោះយើងគោលនាម last name មាញ់គឺមានន័យថាគេបង្កើតរួចហើយអញ្ចឹងយើងយកអ្វីដែលផ្សេងពីគេមានថា Gmail មួយគឺបង្កើតបានតែម្ដងទេសម្រាប់ឈ្មោះហ្នឹងហើយបង្កើតលើក្រោយៗទៀតគឺត្រូវតែឈ្មោះផ្សេងពីគ្នាទើបអាចក្រុមហ៊ុន Gmail វា approve ឲ្យមានតែអាចដំណើរការ Gmail ជាងបានអញ្ចឹងទៀតមកបងប្អូនដាក់ឧទាហរណ៍ថាខ្ញុំឆ្លាញ់លេខការ៉េអញ្ចឹងកន្លែងនេះខ្ញុំដាក់ថាការ៉េ4អញ្ចឹងខ្ញុំចុចបញ្ជូនទៅឃើញថាក្រុមហ៊ុន Gmail គឺវាបាន approve យើងមកដល់កន្លែងនេះវាឲ្យយើងដាក់ជាមួយនឹងលេខសម្ងាត់របស់យើងអញ្ចឹងលេខសម្ងាត់បងប្អូនត្រូវតែមានលេខមានអក្សរមានមិត្តសញ្ញាអញ្ចឹងឧទាហរណ៍ថាកន្លែងនេះខ្ញុំសូមដាក់ខ្ញុំអត់បង្ហាញទេឧទាហរណ៍ថាដាក់ប៉ុណ្ណេះចឹងហើយលេខកូដឬក៏កន្លែងនេះគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរនៅពេលក្រោយទៀតបានអត់បញ្ហាទេនេះគ្រាន់តែជាគំរូចែកបងប្អូនក្នុងការបង្កើតទេចាំបងប្អូនដាក់មកលេខនិមិត្តសញ្ញាឬក៏អក្សរគឺបងប្អូនដាក់តាមនឹងមកអូខេចាំបើសិនជាបងប្អូនដាក់រួចហើយក្រុមហ៊ុនវា approve ឲ្យគឺអូខេអញ្ចឹង
ខ្ញុំចុចប៉ុណ្ណេះមកឧទាហរណ៍ខ្ញុំ screenshot មួយអូខេអញ្ចឹងខ្ញុំចុចបញ្ជូនទៀតមកចំណុចនេះគឺបងប្អូនឃើញថាយើងបង្កើតបានហើយនេះ carey4@gmail.com នេះអញ្ចឹងវាថាយើងបង្កើតបានជោគជ័យហើយយើងអាចចូលប្រើជាមួយនឹង Gmail នឹងបានហើយបងប្អូនអាចយក Gmail នឹងបង្កើតនៅក្នុងកម្មវិធីផ្សេងៗ Facebook YouTube TikTok អីក៏បានដែរអូខេចាំបងប្អូនចុចបន្តទៀតមកហើយបងប្អូនចុចពាក្យថាចូលព្រមអូខេអញ្ចឹងវាបានហើយបងប្អូនរងចាំវាបន្តិចដោយសារតែខ្ញុំបង្កើតនៅក្នុង account Gmail ដែលមានស្រាប់វាអត់ load នៅលើprofile យើងទេតតែយើងសាញ out ចេញពី Gmail មួយចេញសិនហើយយកអាស័យដ្ឋាន Gmail មិញមកសាញ in ទៅវាចេញជា logo តែអត់បញ្ហាទេបងប្អូនចាំមើលខ្ញុំបង្ហាញពុកម៉ែបងប្អូនថាយើងបង្កើតបានឬក៏មិនបានចាំបងប្អូនចុចនៅកន្លែង add នេះមកអូខេបងប្អូនរងចាំតិចវាអ៊ីនធឺណិតវា slow ចឹងខ្ញុំ refresh វាដើម្បីវាដំណើរការបានអូខេតោះកន្លែងនេះខ្ញុំចុចពី add account នេះមកបងប្អូនឃើញថាវាអត់ទាន់មានទេ Gmail មិញចឹងខ្ញុំធ្វើការបង្កើត Gmail មិញដែលយក Gmail នោះមក sign in អូខេកន្លែងនេះខ្ញុំវាជាមួយនឹង Gmail ដែលយើងបានបង្កើតមិញហើយយើងអាចយកទៅធ្វើការ sign in នៅក្នុងកម្មវិធីផ្សេងៗទៀតបានអញ្ចឹង Gmail យើងមិញបង្កើតបានរួចហើយគឺយើងប្រើជាមួយនឹងលេខការ៉េ4អូខេ @gmail.com អូខេចឹងកន្លែងចុចបន្ទាប់មកអូខេពាក្យសម្ងាត់យើងទៅយកពាក្យសម្ងាត់មិញសិនអូខេខ្ញុំសូមបិទបន្តិចនៅកន្លែងនេះស្អាតតែជាប្រភេទលេខកូដរបស់យើងអូខេចឹងបងប្អូនតទៅពីយើងវាលេខកូដចូលហើយគឺវានឹងចេញបែបនេះហើយបងប្អូនអាចធ្វើការដាក់ជាមួយនឹងប្រភេទរូបហើយនឹងនេះបងប្អូនចង់ផ្លាស់ប្ដូរពីអក្សរ P នោះទៅជារូបភាពយើងតាំង profile ដូច Facebook ដូច TikTok អីគឺបងប្អូនអាចធ្វើការចូលទៅកំណត់បានអូខេមកដល់កន្លែងនេះចឹងបងប្អូនឃើញថា Gmail យើងគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរទៅគឺមាន logo មាន profile អីគឺបងប្អូនអាចធ្វើការផ្លាស់ប្ដូរនៅកន្លែងនេះបានអូខេឧទាហរណ៍ថាកន្លែងនេះគឺខ្ញុំសូមទៅធ្វើការយករូបភាពមួយមកបង្ហាញចែកពុកម៉ែបងប្អូនទៅចឹងខ្ញុំធ្វើការបដូររូបពីអក្សរ P នេះទៅជា logo របស់ខ្ញុំមានរូបភាពមានអីចឹងណាបងឬក៏ពុកម៉ែបងប្អូនចង់បានរូបភាពដែលមានស្រាប់ក៏អត់បញ្ហាដែរអូខេចឹងខ្ញុំយករូបភាពមួយដើម្បីបង្ហាញចែកពុកម៉ែបងប្អូនទៅអូខេតខ្ញុំទៅយករូបមួយចាំបងប្អូនស្រឡាញ់ជាមួយនឹងរូបភាពបែបណាគឺបងប្អូនយករូបភាពបែបហ្នឹងទៅឧទាហរណ៍ថាកន្លែងនេះបង្ហាញចែកពុកម៉ែបងប្អូនទៅហើយបងប្អូនដទៃទៀតដែលអត់ទាន់ចេះបង្កើតជាមួយនឹង Gmail អាចមើលជាមួយនឹងវីដេអូរបស់ខ្ញុំបានខ្លីហើយខ្លឹមទេសង្ឃឹមថានឹងចេះបង្កើតទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាវីដេអូនេះគឺបង្ហាញតែប៉ុណ្្នឹងទេចែកពុកម៉ែបងប្អូនរបៀបក្នុងការបង្កើត Gmail ក្នុងឆ្នាំ2025ជួបគ្នាវីដេអូក្រោយទៀតនៅក្នុង channel របស់ខ្ញុំកុំភ្លេច like និង share វីដេអូម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីនៅថ្ងៃក្រោយទៀត